ជំរាបសួរអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្ដាប់អំពីប្រធានបទដែលនិយាយអំពីជំងឺទឹកនោមផ្អែមហើយអ្នកប្រហែលជាគិតថាជំងឺទឹកនោមផ្អែមគឺភាគច្រើនកើតឡើងទៅលើមនុស្សចាស់ដែលអ្នកប្រហែលជាមិនដែលគិតថាយុវវ័យក៏អាចកើតមានជំងឺមួយនេះដែរប្រធានបទនៅថ្ងៃនេះគឺជំងឺទឹកនោមផ្អែមចំពោះយុវវ័យពិតប្រាកដណាស់ឥឡូវនេះបុណ្យចូលឆ្នាំខ្មែរក៏ត្រូវបានបញ្ចប់ខ្ញុំជឿថាមានយុវជនជាច្រើនដែលបានទទួលទានទឹកភេសជ្ជៈផ្អែមក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរហើយពួកគេមិនបានគិតអំពីសុខភាពនោះទេសំខាន់គឺឆ្ងាញ់ឥឡូវនេះនៅប្រទេសកម្ពុជាយើងគឺតែងតែសប្បាយជាមួយនឹងជីវិតជួបជុំគ្រួសារជួបជុំបងប្អូនហើយនៅក្នុងពេលជួបជុំគ្នាយើងនឹងទទួលទានចំណីអាហារឆ្ងាញ់និងផឹកទឹកភេសជ្ជៈផ្សេងជាមួយគ្នាវាមិនខុសនោះទេនៅពេលដែលយើងចំណាយពេលជាមួយក្រុមគ្រួសារសប្បាយទាំងអស់គ្នាប៉ុន្តែមានមនុស្សជាច្រើនដែលមិនទាន់បានដឹងអំពីរឿងនេះហើយវាជាការពិតណាស់នៅពេលដែលពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ក៏ដោយក៏យើងនៅតែបន្តទទួលទានបន្តធ្វើទម្លាប់ដដែលកាលពីអតីតកាលជំងឺទឹកនោមផ្អែមប្រភេទទី2គឺជាជំងឺរបស់មនុស្សចាស់ប៉ុន្តែសប្តាហ៍ថ្ងៃនេះមនុស្សវ័យក្មេងក៏អាចកើតជំងឺទឹកនោមផ្អែមប្រភេទទី2បានដែរដូចជាសិស្សកម្មករហើយសូម្បីតែក្មេងជំទង់ក៏កំពុងតែមានការរោគវិនិច្ឆ័យដែរឥឡូវនេះជំងឺទឹកនោមផ្អែមគឺកើតឡើងច្រើនមិនមែនចំពោះតែមនុស្សចាស់នោះទេរួមទាំងយុវជនផងដែរហេតុអ្វីពីព្រោះទឹកភេសជ្ជៈផ្អែមតែមួយកែវអាចមានផ្ទុកជាតិស្ករចាប់ពី6ទៅ10ស្លាបព្រាកាហ្វេឯណោះចុះម្នាក់ទទួលទានវាជារៀងរាល់ថ្ងៃតើនឹងមានរឿងអ្វីកើតឡើងគ្រប់ពេលដែលអ្នកផឹកជាតិស្ករចូលទៅក្នុងខ្លួនរាងកាយរបស់យើងគឺធ្វើការយ៉ាងលំបាកដើម្បីគ្រប់គ្រងវាហើយនៅពេលដែលជាតិស្ករនៅក្នុងខ្លួនចាប់ផ្ដើមចេះតែកើនឡើងច្រើនទៅវាមិនមែនគ្រាន់តែយើងផឹកភ្លាមជំងឺនោះនឹងកើតឡើងភ្លាមនោះទេគឺវាចាប់ផ្ដើមម្ដងបន្តិចនេះគឺជារោគសញ្ញាដែលអ្នកមិនគួរមើលរំលងពីការព្រមានគឺអ្នកតែងតែអស់កម្លាំងបន្ទាប់ពីគេងហើយមានអារម្មណ៍ថាស្រេកទឹកគ្រប់ពេលហើយអ្នកតែងតែឃ្លានញ៉ាំរបស់ផ្អែមអ្នកកាន់តែមានក្បាលពោះសូមអ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នអ្នកអាចនឹងគិតថាវាគ្រាន់តែជាជីវិតមួយដ៏សាមញ្ញហើយអ្នកចង់ធ្វើអ្វីក៏បានប៉ុន្តែអ្នកមិនបានដឹងនោះទេថានៅក្នុងរាងកាយរបស់អ្នកកំពុងតែយំសុំជំនួយពីអ្នកផលពិបាកបើសិនជាអ្នកនៅតែមិនអើពើពីរឿងនេះជំងឺទឹកនោមផ្អែមនឹងអាចបំផ្លាញតម្រងនោមបេះដូងនិងសូម្បីតែភ្នែករបស់អ្នកប៉ុន្តែនេះគឺជាអ្វីដែលជ្រៅជាងនេះរាងកាយរបស់អ្នកគឺមិនមែនគ្រាន់តែជារាងកាយរបស់អ្នកនោះទេនៅក្នុងព្រះគម្ពីរបានចែងថារាងកាយរបស់អ្នកគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធនោះមានន័យថារបៀបដែលអ្នកប្រព្រឹត្តទៅលើរាងកាយរបស់អ្នកគឺពិតជាសំខាន់ខ្លាំងការបណ្ដាលឲ្យមានជាតិស្ករផ្ទុកច្រើនពេកនៅក្នុងខ្លួនហើយការធ្វេសប្រហែសជាមួយនឹងសុខភាពរបស់អ្នកមិនមែនជាការថែរក្សាអ្វីដែលព្រះបានផ្ដល់ឲ្យយើងនោះទេព្រះចង់ឲ្យអ្នករស់នៅរឹងមាំមានសុខភាពល្អហើយនឹងមានបំណងបើសិនជាអ្នកកំពុងតែព្រួយបារម្ភឬក៏មានបញ្ហានេះខ្ញុំមានកន្លឹះខ្លះកុំផឹកភេសជ្ជៈផ្អែមជារៀងរាល់ថ្ងៃញ៉ាំទឹកឲ្យបានច្រើនញ៉ាំអាហារស្រស់ដែលមិនមែនជាអាហារកែច្នៃនិងធ្វើចលនារាងកាយរបស់អ្នកជារៀងរាល់ថ្ងៃបើសិនជាអ្នកស្រឡាញ់ខ្លួនឯងចង់ឲ្យខ្លួនឯងមានសុខភាពល្អនិងមានអាយុវែងអ្នកទាំងអស់គ្នាអាចនឹងកាត់ចោលទម្លាប់មិនល្អពីការផឹកទឹកផ្អែមដែលវាគឺអាចធ្វើឲ្យអ្នកជៀសផុតពីជំងឺទឹកនោមផ្អែមអ្នកត្រូវចងចាំថាភេសជ្ជៈផ្អែមគឺនាំមកនូវសុភមង្គលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះប៉ុន្តែវិន័យគឺនាំមកនូវអាយុវែងហើយឥឡូវនេះនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណនិងសូមព្រះប្រទានពរ